Telegram របស់បងប្អូននឹងត្រូវបានគេ hack ភ្លាមៗឬក៏គេបានគ្រប់គ្រងភ្លាមៗតែម្ដងនៅពេលដែលបងប្អូនចុច link មួយនេះគឺជាវីដេអូចែកម្លែកអញ្ចឹងបងប្អូនអាច share វីដេអូនេះបានដោយជាក់ស្ដែងនៅក្នុង Telegram របស់ខ្ញុំគឺបានមាន message មួយដែលដាក់ logo ជា Telegram ហើយមានអក្សរថាប្រមានជាបន្តដោយផ្ទៀងផ្ទាត់ជាមួយនឹងលេខកូដនិង passcode ហើយអមជាមួយនឹង link Telegram នោះគឺជា link របស់ hacker ដែលបានផ្ញើមកបើសិនជាបងប្អូនច្រឡំចុចទៅលើ link មួយហ្នឹងគឺនឹងត្រូវបានគេគ្រប់គ្រងទៅលើ Telegram របស់បងប្អូនតែម្ដងហើយបងប្អូននឹងត្រូវបានគេ hack ហើយជំហានដែលបងប្អូនត្រូវតែធ្វើការពារបឋមនោះគឺបងប្អូនគ្រាន់តែចុចពីលើ link នឹងឲ្យជាប់ឬក៏ message ដែលនៅក្នុង Telegram នឹងឲ្យជាប់ហើយបន្ទាប់មកវានឹង load ពី delete បងប្អូនគ្រាន់តែចុចពី delete ទៅគឺវានឹង load delete ចោលបាត់ហើយការពារក្នុងការដែលបងប្អូនច្រឡំចុចអញ្ចឹងណាហើយវិធីការពារនោះគឺបងប្អូនគ្រាន់តែចូលទៅកាន់ setting របស់ Telegram បន្តមកទៀតបងប្អូនចូលទៅកាន់ privacy and security ហើយបងប្អូនទៅបើកមុខងារ passkey ហើយនឹង two step verification បន្ទាប់មកបងប្អូននឹងទទួលបានការការពារពី account Telegram បងប្អូនអាចនិយាយបានថា70ទៅ80%វាមិនអាច 100%ទេបើសិនជាបងប្អូននៅតែច្រឡំដៃចុចឬក៏មានចេតនាចុចទៅលើ link ណាមួយនៅក្នុង Telegram ដែលគេបានផ្ញើមកដោយបុគ្គល hacker ឬក៏ scammer ផ្ញើមកអញ្ចឹងណាហើយអញ្ចឹងកុំភ្លេច share វីដេអូនេះទៅកាន់បងប្អូនយើងដទៃទៀតឲ្យគាត់បានចេះការពារខ្លួននៅពេលដែលឃើញ message នៅក្នុង Telegram មកផ្លែផ្លែអញ្ចឹងបងប្អូនកុំមានការភ័យឬក៏កុំមានការច្រឡំអីមួយគឺគ្រាន់តែបងប្អូនធ្វើតាមវិធីដែលខ្ញុំបានបង្ហាញនេះគឺបងប្អូនអាចបង្កើតបានហើយអញ្ចឹងបើសិនជាយល់ថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូននេះកុំភ្លេចចុច like share និង follow ដល់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅវីដេអូចែកម្លែកបន្តទៀតបាទអរគុណជួបគ្នានៅវីដេអូក្រោយ